បងប្អូនមានដឹងអត់សួនច្បារព្រះអង្គធំនៅនឹងភ្នំសំពៅឥឡូវនេះគេបានធ្វើរួចរាល់ហើយពួកខ្ញុំបានមកលេងបាត់ដំបងជើងនេះក៏បានមកដល់កន្លែងភ្នំសំពៅក៏ដូចជាដើរញ៉ាំអាហារឆ្ងាញ់4-5កន្លែងផងដែរដូចជាបានទៅញ៉ាំបង្អែមដូងខ្ទិះចំហួយថ្នោតទៅញ៉ាំបបរផេះដែលជាមុខម្ហូបមួយដែលល្បីប្រចាំតំបន់នៅខេត្តបាត់ដំបងមីកតាំងខ្ចប់ស្លឹកឈូកហើយក៏បានទៅសាកភ្លក់បាយសាច់ជ្រូកនៅនឹងសាលាសៅហឺដូចគ្នាអញ្ចឹងកុំឲ្យខាត់ពេលយូរតទៅទស្សនាវីដេអូនេះជាមួយនឹងពួកខ្ញុំទាំងអស់គ្នាបាទជំរាបសួរបងម៉ែបងប្អូនស្វាគមន៍មកកាន់ខេត្តបាត់ដំបងម្ដងទៀតហើយដោយមកលើកនេះពួកខ្ញុំមកបានឡើងទៅលើភ្នំសំពៅទេគ្រាន់តែមកអង្គុយលេងនៅខាងមុខព្រះអង្គធំហើយកន្លែងមុខព្រះអង្គធំឥឡូវនេះគេរៀបចំធ្វើជាសួនច្បារបានស្អាតមែនទែនដែលជាចំណុចល្អពិសេសមួយទៀតហើយសម្រាប់តាក់ទាញភ្ញៀវទេសចរឲ្យមកលេងភ្នំសំពៅណាមួយយើងមកលេងពេលល្ងាចអញ្ចេះយើងអាចគយគន់មើលសត្វប្រជាចេញពីរោងប្រជាផងដែរអញ្ចឹងមកលើកណាក៏ដូចលើកណាដែរបាទគឺថាមានភ្ញៀវមកលេងច្រើនមែនទែនទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិហើយនៅរដូវកាលនេះភ្នំសំពៅយើងគឺថាកាន់តែស្អាតមែនទែនហើយដោយសារតែមានផ្កាកង្កោករីកស្គូស្គីតែម្ដងហើយនៅភ្នំសំពៅក៏សបោអីញ៉ាំដែរខ្ញុំដើរកាត់កន្លែងអមលក់នំត្រៀកឃើញគាត់អាំងតំណងក៏សុំចូលអាំងខ្លួនឯងម្ដងមានអីសប្បាយមួយយ៉ាងដែរតាហើយយើងអាចអាំងបានគ្រាន់តែមិនស្អាតដូចពួកគាត់ចឹងណាឥឡូវមកភ្លក់ស្នាដៃអាំងនំទៀតដល់ខ្លួនឯងម្ដងបាទស្រួយខ្ញោកឆ្ងាញ់របស់គេអត់តន់ដល់ម៉ោងបញ្ជីវចេញឥឡូវកំងអីញ៉ាំទៀតសិនបាននៅនឹងគេមានខ្ចង់អាំងមានសាច់ក្រកបុកល្ហុងអីជាច្រើនចឹងណាបងប្អូនអាចមកអង្គុយញ៉ាំបានហើយអាចមើលទស្សនីយភាពបញ្ជីវរាប់លានក្បាលចេញពីរូងផងដែរឥឡូវនេះបញ្ជីវពាក្យច្រើនចេញមុនម៉ោង6បាទហើយមុនទៅបង្ហាញកន្លែងញ៉ាំអីទី2បន្តពួកខ្ញុំចង់ណែនាំពីទឹកអប់ក្លាស៊ីដែលពួកខ្ញុំតែងតែប្រើមុនចេញទៅដើរលេងមុនចេញទៅក្រៅអីអញ្ចឹងណាដែលទឹកអប់ក្លាស៊ីនេះមានចំណុចពិសេសនោះគឺថាជាប់បានយូរក្លិនក្រអូបបាទបាញ់តែម្ដងនឹងជាប់វល់ល្ងាចហ្មងមិនចាំបាច់ហត់យកទៅតាមខ្លួនអីទេគឺថាជាប់ក្លិនរហូតយើងមកដល់ផ្ទះវិញអញ្ចឹងណាហើយមួយវិញទៀតគឺអត់បាច់ក្លិនទេយើងប្រើដោយទំនុកចិត្តដោយក្លិនប្រុសមាន3ក្លិនបងប្អូនអាចជ្រើសរើសមួយណាក៏បានដែរក្លិនក្រអូបមួយយ៉ាងម្នាក់និយាយទៅក្លិនបែបទឹកអប់ថ្លៃហ្មងហើយសម្រាប់ទឹកអប់ស្រីក៏មាន3ក្លិនដូចគ្នាដែរនិយាយទៅក្លិនក្រអូបដូចគ្នាខុសតែពណ៌ទេចំណុះ30មីលីលីត្រតម្លៃសមរម្យជ្រើសរើសយកមួយណាក៏បានខ្ញុំរីកមិនមែនតែទឹកអប់មួយនេះសម្រាប់កន្លែងទី2គឺខ្ញុំមកញ៉ាំបាយសាច់ជ្រូកអ៊ីស៊ីមនៅកន្លែងសាលាសៅហឺនិយាយទៅលក់ជាប់នៅលបងសាលាសៅហឺនឹងឯងបងប្អូនដោយកន្លែងបាយសាច់ជ្រូកនេះក៏ជាកន្លែងជើងចាស់ដែរក៏លក់យូរណាស់មកហើយប្រហែល30ឆ្នាំហើយដឹងមែនតែនទៅនៅមកជួលលបងសាលាសៅហឺនោះគឺមានបាយសាច់ជ្រូកបែបហ្នឹងគឺច្រើនបាទអញ្ចឹងចូលញ៉ាំកន្លែងមួយណាក៏បានដែរដោយបាយសាច់ជ្រូកគាត់នេះបាទគាត់មានទាំងសាច់មាន់សាច់ជ្រូកចៀនអីអញ្ចឹងទៅបាទមានពងខពងក្លុកពងចៀនណាហើយបើនិយាយពីជ្រក់គេវិញគេមានទាំងជ្រក់ស្ពៃនៅពីខាងក្រៅទៀតនេះស្តៀងដូចការខ្ញុំទៅលេងមណ្ឌលគិរីអញ្ចឹងគេមានធ្វើជ្រក់ស្ពៃនៅខាងក្រៅអញ្ចឹងណាបាយនេះមើលមកគឺថាតំណងមែនតែនដោយពួកខ្ញុំចូលចិត្តញ៉ាំរៀងហិលអញ្ចឹងទៅបាទដាក់ទាំងម្រេចដាក់ទាំងម្ទេសថែមអញ្ចឹងទៅហើយបាយគាត់វិញណាទាំងបាយទាំងសាច់ជ្រូកទាំងជ្រក់វិញគឺថាចាប់ជាតិគ្នាល្អមែនតែនរសជាតិវិញឲ្យអួយហ្មងអញ្ចឹងបើថាជើងចាស់កន្លែងខ្លះហ្នឹងគឺថាឆ្ងាញ់របស់គាត់មែនសម្រាប់កន្លែងទី3ទី4នោះគឺខ្ញុំមកញ៉ាំបបរផេះបាត់ដំបងក៏ដូចជាតៅហ៊ូថ្នោតគឺនៅជុំគ្នានឹងតែម្ដងណាអត់និយាយលេងសើចណាកន្លែងនេះបងប្អូនគឺថាកងច័ន្ទសេមុំពេលដែលគាត់បានមកលេងបាត់ដំបងគឺគាត់អាសាមកញ៉ាំនៅនឹងហើយខ្ញុំការដែលខ្ញុំទៅនោះគឺជួបគាត់ដូចគ្នានិយាយទៅបបរផេះនេះគឺជាមុខម្ហូបមួយដែលពេញនិយមនៅក្នុងខេត្តបាត់ដំបងដែរព្រោះថាឃើញសម្បូរហាងគេលក់បបរផេះច្រើនសម្រាប់សាច់វិញមានប្រមាណមុខចូលគ្នាអញ្ចឹងទៅជាពិសេសមានទាំងសាច់ខ្ចងទៀតអូយតំណងមែនតែនគេមានដាក់បន្លែដាក់អីមកអញ្ចឹងណាបងប្អូនហើយគេមានបន្លែថែមក្រៅដូចជាស្អំសណ្ដែកបដោះអីអញ្ចឹងទៅហើយយើងអាចហៅគេថែមពោតថែមអីពីក្រៅពីលើអញ្ចឹងក៏បានដែរនិយាយទៅរសជាតិវិញស្តៀងទៅនឹងសឡប្រហើអញ្ចឹងណាគ្រាន់តែនេះលក្ខណៈជាអំបរខាប់ហើយមានបន្លែច្រើនអញ្ចឹងទៅយើងអាចញ៉ាំជាមួយនឹងទឹកកាពិគេនេះក៏បានដែរបងប្អូនគឺថាដាក់ទៅរសជាតិតំណងមែនតែនបាទដែលទីតាំងវិញនៅនឹងក្រោយសាលាខេត្តចាំខ្ញុំតម្លាក់ Google Map នៅក្នុង comment ឲ្យហើយហាងជាប់ជាមួយគ្នាហ្នឹងបាទមួយទៀតហ្នឹងគេលក់តែហ៊ូថ្នោតមានបង្អែមផ្លែឈើបង្អែមដូងខ្ទិះនិយាយទៅច្រើនមុខមែនតែនគឺថាបង្អែមសិតតែតំណងបងប្អូនដែលដូងខ្ទិះនេះគឺជាមុខបង្អែមមួយដែលល្បីនៅក្នុងខេត្តបាត់ដំបងដែរសបោណានៅក្នុងខេត្តបាត់ដំបងណាហើយនេះម្ចាស់ហាងតាហ៊ូថ្នោតគឺថាគាត់រុះរាយរាក់ទាក់មែនតែនបង្អែមដូងខ្ទិះគេវិញក៏មានរសជាតិច្រើនមុខដែរបាទមានទាំងស្លឹកតើយមាន original មានអីផ្សេងៗទៀតបងប្អូនអាចទៅដល់ហ្នឹងមើលតាមម៉ឺនុយគេហ្នឹងទៅហើយមើលនេះតាហ៊ូថ្នោតគេលើកមកមួយឈុតចឹងគេរៀបចំមកមានដាក់ផ្កាដៃលម្អគឺថាស្អាតមែនតែនយើងអាចថែមទៅដល់កូខាប់ដែលគេដាក់មកហ្នឹងយើងដាក់តិចច្រើនទៅតាមចំណង់ចំណូលចិត្តបងប្អូនចូលចិត្តសាបឬក៏ផ្អែមចឹងទៅដោយតាហ៊ូថ្នោតគេហ្នឹងគេមានលាយជាមួយនឹងតាហ៊ូហើយជាមួយនឹងសាច់ថ្នោតស្រស់ពីខាងក្រៅចឹងបងប្អូនអើយរសជាតិគឺថាឆ្ងាញ់ទន់ល្អមែនតែនហើយនេះវិញគឺជាឈុតបង្អែមដូងខ្ទិះដែលយើងញ៉ាំលាយជាមួយនឹងលុកឆិតហើយយើងថែមគ្រឿងក្រៅគេប្រមាណមុខចឹងណាបងប្អូនមានទាំងទឹកខ្ទិះទឹកដូងអីចឹងទៅដាក់ជាមួយនឹងអូវ៉ាន់ទីនអីពីក្រៅទៅដល់កូខាប់ណាគេមានដូចជាទឹកស្លឹកតើយស្លឹកអីចឹងទៅគឺថាទៅតាមអ្វីដែលបងប្អូនចូលចិត្តណាហើយនិយាយមែនណាបង្អែមរសជាតិនៅទីនេះគឺថាឆ្ងាញ់របស់គេមែនសឹងតែរ៉េតឲ្យ9/10មកសម្រាប់ពួកខ្ញុំហើយថ្ងៃនេះវិញមកក៏បានហេងមាត់ដែរដោយសារតែគាត់មានធ្វើមុខម៉ឺនុយថ្មីប៉ុន្តែមិនទាន់ចេញលក់នៅឡើយទេថ្នោតរងាស់ដូងខ្ទិះហើយសំខាន់អានេះគឺថាល្អគាត់ប្រាប់ថាអានឹងជួយសាឡាក់ទៀតណាបងប្អូនហើយនេះវិញដូចជាដូងខ្ទិះឆឹងនិយាយទៅខ្ញុំទៅរៀងយូរដែរខ្ញុំចង់ភ្លេចបាត់ហើយដឹងគេហៅមិនខ្លះបងប្អូនដឹងតែពីរមុខហ្នឹងអត់ទាន់មានលក់ទេប៉ុន្តែបើសិនជាមានលក់វិញណារសជាតិឲ្យអួយហ្មងព្រោះថាពួកខ្ញុំបានភ្លក់រួចហើយរសជាតិហ្នឹងគឺថាអូឆ្ងាញ់របស់គេមែនហើយសម្រាប់កន្លែងចុងក្រោយនេះគឺខ្ញុំមកញ៉ាំមីកតាំងកន្លែងគុជជាដែលកន្លែងគាត់នេះបើកលក់យូរណាស់មកហើយដែរបាទចាស់ព្រឹកចាស់ព្រេងនិយាយទៅនៅក្នុងខេត្តបាត់ដំបងយើងគឺថាសបោមែនតើរបស់ញ៉ាំឆ្ងាញ់ស្បើសម្រាប់កន្លែងទីតាំងគុជជានេះវិញខ្ញុំអត់សូវច្បាស់ដែរបងប្អូនបានដឹងថានៅផ្លូវណាអីចាំមើលខ្ញុំដាក់ Google Map នៅក្នុង comment ឲ្យណាប៉ុន្តែខ្ញុំជឿថាមានបងប្អូនច្រើនណាស់ដែល
បានស្គាល់កន្លែងគាត់ណាសម្រាប់មីកតាំងនេះអ្វីដែលប្លែកនេះគឺគាត់មានលីជាមួយនឹងកាពះជ្រូកហើយសម្រាប់ការឆារបស់គាត់បាទគាត់ឆាមីកតាំងនឹងផ្សេងចឹងទៅហើយស្រោចទឹកខ្សោះនឹងពីលើមកតែម្ដងសម្រាប់ការវេចខ្ចប់វិញគឺដាក់ជាមួយនឹងស្លឹកចេកហើយខ្ចប់ស្លឹកឈូកពីក្នុងពីក្រៅចឹងណាបងប្អូនសម្រាប់ការខ្ចប់អានេះគឺល្អម្យ៉ាងដែរណាមួយជំនួយដល់ក្លិនទៀតបាទនេះមីកតាំងដែលគាត់ឆាហើយចឹងមកហុយបាទមានទាំងមីឆាមានអីហ្នឹងគឺថាអូតំណងមែនតើបងប្អូនអាចមកសាកល្បងបានអញ្ចឹងវីដេអូដើរញ៉ាំអី 4-5 កន្លែងនៅក្នុងខេត្តបាត់ដំបងលើនេះក៏ដល់ទីបញ្ចប់ហើយអ្នកបាត់ដំបងបានឃើញវីដេអូមួយនេះកុំភ្លេចជួយចែករំលែកផងណាបាទអរគុណជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា